visualize ក្នុង section នេះយើងមក visualize ទៀតឯងតទៅយើងបានapply លើ data set របស់យើងចឹងនៅពេលដែលយើងបាន change នៅ data ថៅបានខំត្រូវចឹងយើងអាចមិនមក view នៅ data set របស់យើងបានគឺវានឹង record ហើយបើសិនជា data ហ្នឹងយើង record ជា numerical ឬក៏ជាលេខវានឹងមកឲ្យយើងជា date វាចេញជា date ឲ្យយើងបានចឹងនេះវាស្នើបន្ទាប់ពីយើង clean data set ហើយអីចឹងអូនក៏មកកន្លែង visualize ចឹងក្នុង visualize យើងមាន plot ច្រើនក្នុងសម្រាប់ visualization សម្រាប់ B របស់យើងគឺយើងមាន state bar chart យើងមាន state column bar chart នេះអាចនឹង review ថែមទៀតតើអត្ថប្រយោជន៍នៃ visualize មួយហ្នឹងគឺវាធ្វើយ៉ាងដូចម្ដេចហើយបើសិនជាបងចង់យកកាតថ្មីថែមមកទៀតបងអាចយកទៅ go យកទៅ import ឬក៏អីផ្សេងថែមទៀតឬក៏បងយក get more visualize អញ្ចឹងដល់ពេលដែលបងយក get more visualization បងនឹងឃើញនៅ visualize ផ្សេងទៀតដែលបងអាចយកមកប្រើប្រាស់បានតែបងគិតថាវាស័ក្តិសមហើយនឹងវាថ្មីសម្រាប់បងជាមួយនេះអីចឹងទៅលើ data plot បានចាចិត្តថែមទៀតបានអញ្ចឹងគឺជាការ get more data ហើយបើសិនជាយើងចង់ធ្វើតែ visualize ក៏ប៉ុណ្្នឹងទេយើងមាន dashboard insert យើងអាចធ្វើ visualization បាននេះកន្លែងជា filter data ទេអញ្ចឹងជាស្ដែងពេលយើង report មួយយើងទៅធ្វើជា header របស់វាឬក៏ title អញ្ចឹងដូចជាបងលីសងបាន video និងបានធ្វើការពីព្រឹកមិញដែរអញ្ចឹងយើងនឹងទៅ visualization របស់គ្នាអញ្ចឹងបងប្អូនសូមសួរបងម្ដងទៀតបងបាន close and apply ទៅលើលំហាត់នឹងទាំងអស់គ្នាហើយនៅបងនិយាយថាបងប្អូនចង់ធ្វើ visualize នេះទៅបងក៏តដល់កន្លែងនេះដែរយើងនឹងទៅមុខទាំងអស់គ្នាហ្មងអញ្ចឹងណាបងស្ដីបងទាំងអស់គ្នាបងបានហើយអស់ហើយតែបងលោកគ្រូខ្ញុំ close apply ទៅតែមកគ្រូយកបាត់ចាខ្ញុំធ្វើមកវិញបាត់ data ឬក៏ close and apply បាត់នៅពេលដែលខ្ញុំ close and apply បាត់ data នឹងបាត់ច្រើនអត់ដឹងទៅណាខ្ញុំមកនឹងគ្រូជួយជំរឿបងចូលបងមកកន្លែងហ្នឹងហើយបើសិនជាបងមកដល់ home report របស់យើងនេះហើយបង close and apply វាអត់មកបងទៅ transform data យើងវិញបងចូលពាក្យថា transform data ហើយបន្តទៀតបងទៅឆែកទៅមើល data set របស់បងមានន័យថាបង enable ឬក៏បង include វាឥឡូវបងអូនសុំ enable វាដើម្បីជាក់ស្ដែងអញ្ចឹងដល់ពេលបងអូន close and apply គឺជាមួយវា include data ម្ដងទៀតវានឹងបាត់ data ហ្នឹងហើយបាត់មកហើយអញ្ចឹងឥឡូវគឺបងទៅបាត់ data នឹងដែរអត់បានឃើញ data នឹងមកអញ្ចឹងបងអាចទៅមើល data set របស់យើងមើលនៅក្នុង table របស់យើងនេះមាន data នឹងអស់អញ្ចឹង data set របស់យើងនេះគឺមានអស់តែដល់ពេលយើង load ទៅអត់ឃើញអញ្ចឹងបង right click វាបងយកពាក្យថា enable load ហើយបង close and apply again បងនឹងឃើញនៅ data set របស់យើងអញ្ចឹងដែរនៅក្នុង visualization ហើយនៅក្នុងលំហាត់នេះនេះគឺជា trick ខ្លះវាថាយើង create ហើយយើង add cluster bar chart ហើយបន្តទៀតយើង drop នៅ data ឈ្មោះអី product ហើយបន្តទៀតយើង drop cell ទៅ x y បន្ថែមទៀតហើយនេះក៏ជា sample នៅ dashboard មួយដែរអញ្ចឹងនេះគ្រាន់តែជាមេរៀនមួយសម្រាប់ពេលដែលបងតនេបងអាចធ្វើឡើងវិញបានយើងមាន guideline ក្នុងស្រាប់តែនៅក្នុងនេះយើងគ្រាន់តែយក sample ពីចម្លើយនេះមកយើងទៅវិភាគ data របស់យើងអស់គ្នាហ្មងអញ្ចឹងទី1យើងអាចដាក់ text box មួយហើយនឹងបន្ថែមទៀតដែរទៅលើការធ្វើ dashboard មួយដើម្បីឲ្យស្អាតគឺបងអាចមានកន្លែងផ្សេងទៀតគឺដូចជាកន្លែង design នេះបងអាចថាយក template ហើយបងអាចថាយកជា share dashboard ចឹងមួយទៅសុំបាយហើយ share dashboard ចឹងយើងមាន dashboard មួយជា sample ឲ្យយើងយើងគិតថា sample dashboard មួយណាដែល look clean សម្រាប់យើងដូចចេះឬក៏ page បែបចេះទៀតចឹងណាបងនេះគ្រាន់តែជា idea មួយសម្រាប់ឲ្យយើងធ្វើជា dashboard យើងធ្វើបែបហ្នឹងហើយវាស្អាតតិចពេលខ្លះidea របស់យើងគ្រាន់តែយើងបើកមកយើងដឹងថាត្រូវចាប់ដើមនៅ idea មួយណាមុនឬក៏ត្រូវធ្វើជា navigate មកអញ្ចឹងនេះគ្រាន់តែជាការបងអូន share នៅមួយចំនួនគឺនេះគឺជា template ដែលយើងអាចរកបាននៅ online យើងអាចមានមួយចំនួនថែមទៀតដែរសម្រាប់តែយើង check color check អីថែមទៀតដែរអញ្ចឹងបងប្អូនសម្បកមកកាន់ Power BI យើងវិញអញ្ចឹងដូចលោកគ្រូលីសងបានបញ្យល់ការពីព្រឹកមិញដែរយើងអាច change ទៅលើ type របស់យើងជាប្រភេទបែបម៉េចហើយនៅក្នុង type ហ្នឹងយើងអាចដាក់ជាអក្សរធំអក្សរតូចបានអញ្ចឹងយើងដូចជាយើងដាក់អក្សរធំជា32ទៅយើងអាចថាពួកអី data set របស់យើងជាប្រភេទ cell អញ្ចឹងយើងអាចថា report cell dashboard អញ្ចឹងទៅដើម្បីឲ្យវា fit ជាមួយនឹង data set របស់យើងអាចថាជាដាក់ cell report
set report dashboard set report dashboard set dashboard ចឹងទៅ data set របស់យើងនេះជា2023 2024ជាងអាចដាក់2013 2014ជាងអាចដាក់2013ទៅ2014ចឹងទៅយើងយក data ហ្នឹងមកកដាមកហើយយើង make ធំតិចក៏បានដែរហើយឥឡូវយើងបាន dashboard នេះមួយប៉ុន្តែ dashboard ហ្នឹងវាមានភាពថាអត់មាន blur ទេអញ្ចឹងបើសិនជាបងចង់យកវាខាងក្រោយ shadow របស់វាហ្នឹងឬក៏បងចង់ដូរវាទៅជាអក្សរធំទាំងអស់ក៏បានដែរអញ្ចឹងទៅកន្លែងហ្នឹងបងគ្រាន់ចូលមកកន្លែង text box នេះហើយកន្លែង title ហើយបងបើក title វាទៅបងនឹងឃើញពាក្យ shadow មួយចំនួនសម្រាប់ទៅលើការវិភាគទៅលើ cell ហ្នឹងហើយអញ្ចឹងបងសិនទៅហើយយើងទៅ shadow ហើយយើងទៅ background ទៅជា blur តិចទៅហើយបន្តទៀតដូចបងនិយាយសងបានយល់ដែរយើងចង់កាត់កែងឬក៏កោងប្រមាណអាចដាក់ទីសងលើតាមចិត្តយើងនេះយើងដាក់ដូចជាកដាចេះ19ចេះវានឹងឃើញកោងខ្លាំងហើយបើបងចង់ឲ្យឃើញកោងនឹងកាន់តែស្អាតថែមទៀតបងអាចអូសវាមកកដាចេះបងឃើញកោងកាន់តែវែងឬក៏បងអាចទាញវាដល់គ្នានេះមកអញ្ចឹងហើយបើវាមានសល់ទៀតបងអាចទាញ space នេះតិចមកអញ្ចឹងយើងឃើញបាន dashboard មួយហើយអញ្ចឹង idea បន្តទៀតយើងចង់បៀជាកាតអញ្ចឹងយើង add កាតមួយមកអញ្ចឹងនៅក្នុងកាតនេះវាមាន2អត្ថប្រយោជន៍ឥឡូវបងអូនក៏សូមធ្វើកាតទី1កាតនេះគឺវា multiple កាតអញ្ចឹង multiple កាតគឺវាមានន័យថាវាអាច add reference បានអញ្ចឹងបងអូនសូមចូលទៅ data ហើយបងអូនដាក់ profit ហើយ profit ហ្នឹងបងអូនអាចបើកទៅលើ profit ហ្នឹងបានមកពីណាបានមកពី product នេះថែមទៀតបានដែរអញ្ចឹង multiple កាតបែបចេះអញ្ចឹងយើងឃើញproduct មួយ adventure លេខប៉ុណ្ណេះគឺគាត់បាន profit ប៉ុណ្ណឹងហើយ profit នេះគាត់បានប៉ុណ្ណេះអញ្ចឹងគាត់អាច scroll down ចុច down ទៀតថែមទៀតបាន multiple កាតតែបើសិនជាយើងប្រើអាកាតធម្មតាគឺអត់មាន so ឥឡូវបងអូន remove ទៅ visualize កាតធម្មតាបងអូនវិញយកកាតធម្មតាវិញយក default អញ្ចឹងកាតធម្មតារបស់យើងធម្មតានេះគឺយើងអត់មាន multiple កាតទេយើងគ្រាន់ចូល profit គឺចប់តែប៉ុណ្្នឹងហ្មងអញ្ចឹងហើយនឹងមួយទៀតយើងទៅលើ create new user នៅពេលដែលយើងបើកនៅលើ column ជ្វា sum of title profit យើងឃើញថានៅក្នុងហ្នឹងឃើញ sum of profit វាអត់ស័ក្តិសមឬក៏ការវិស្រ័យរបស់យើងមើលទៅវា basic ពេកយើងគ្រាន់តែ right click វាមួយមកយើងពាក្យថា create new user យើង right click មកជួយើងនៅក្នុង table ហ្នឹងបន្តជាយើង right click ក៏បានយើងអាចមកកាន់កន្លែងនេះ view table data របស់យើងមានពាក្យថា new user មួយដែរអញ្ចឹងយើងមាន2 method ទី1យើងអាចមកកន្លែងនេះក៏បានយើង right click វាយើងអាច new method table យើងក៏បានដែរអញ្ចឹងកន្លែងនេះបងអូនគ្រាន់តែ new មួយមកហើយយើងដាក់ profit តូតា profit អញ្ចឹង total profit របស់យើងហ្នឹងចំនួនប៉ុន្មានអញ្ចឹងយើងអាច total profit ស្មើ sum នៃ profit របស់យើងទៅសេ sum មកវានឹង suggest ឲ្យយើងមាន sum អី select នៅ data ផ្សេងមួយចំនួនទៀតមាន sum x sum x នេះមានន័យថាគុណ row by row ហើយ sum នេះគឺចំនួន sum នៃ count total សរុបពី row ទី1ដល់ row ទី10 sum ប្រមាណចំនួនបូកអញ្ចឹងយើងគ្រាន់តែចុចពាក្យ sum បូកវានឹង suggestion ឲ្យយើងហើយនៅ cell នៅ table ឯណាបើសិនជាយើងអត់ដឹងថាយើងសន់នៅ column ណាមួយទេយើងគ្រាន់តែចុច sum មកវានឹង suggestion sum នៅ table ហ្នឹងអញ្ចឹង table របស់វាគឺយើងចង់យក profit អញ្ចឹង table profit profit របស់យើងនៅក្នុង table cell យើងឃើញ cell ហើយយើងយកមកយើងឃើញមានពាក្យថា profit នៅហ្នឹងហើយអញ្ចឹងយើងគ្រាន់តែ close នៃគ្នារបស់យើងឬក៏ close នៃវងកញ្ចក់របស់យើងចុច OK ក៏បានយើងចុច create commit ក៏បានយើងចុចពាក្យ key របស់យើងចុច enter ក៏បានដែរអញ្ចឹងយើងនឹងមានមួយហើយអញ្ចឹង refresh វាមកយើង add កាតនេះចូលមក add កាតនេះចូលហើយយើង refresh មកយើងឃើញហើយ sum នៃ total profit ហើយយើងបានកាតមួយហើយអញ្ចឹងកាតហ្នឹងបើសិនជាយើងចង់ឲ្យវាចេញជា currency អញ្ចឹងយើងចុចពាក្យថា total profit ហើយយើង change for general វាទៅជា currency ហើយ currency ហ្នឹងយើងចង់ change វាទៅជា decimal 2 number យើងដាក់2ទៅអញ្ចឹងវាចេញក្រោយគ្រានេះ2ខ្ទង់ឲ្យយើងហើយអញ្ចឹងកន្លែងហ្នឹងយើងចង់បើកអី affix នៅ table របស់យើងយើងមកកន្លែងពាក្យថា format visualization អញ្ចឹង visualization គឺបើសិនយើង effect ទៅលើកន្លែងកាតរបស់យើង value របស់យើងចូលទៅពាក្យ visual តែបើយើងចូលទៅ general ផ្សេងពីកាតហ្នឹងតុបតែងលម្អនៃកាតហ្នឹងយើងចូលមកពាក្យថា general
ចឹងនៅក្នុង general គឺវាមិនប៉ះទៅលើតម្លៃ value របស់យើងទេប៉ុន្តែគឺវាប៉ះទៅលើការតុបតែងនៃកាតរបស់យើងការ design របស់កាតរបស់យើងកាន់តែស្អាតថែមទៀតចឹងក៏យើងមានច្រើនយើងមាន action page ថយក្រោយទៅវិញក៏បានដែរយើងមាន thought trip យើងមាន format data tag របស់យើង profit របស់យើងហ្នឹងចង់ format ជា currency ឬក៏យើង custom statistic មិនយើងក៏មាននៅក្នុងនេះដែរចឹងដូចជាមកដល់កន្លែងនេះហើយបងមកដល់កន្លែងនេះហើយបងក៏សុំសួរបងតិចបងមកតដល់កន្លែងហ្នឹងហើយនៅបងសួស្តីបងសួរបងមិនតែបងមកដល់កន្លែងនេះដែរបងមិនគួរមើលទៅបានតែបងធ្វើខ្លួនឯងអូខេបងចឹងមាន record ខ្លះដែរអញ្ចឹងបងអាចមើលបងប្អូនវា dashboard នេះមួយសិនអញ្ចឹងការពីប្រាប់មិញលោកគ្រូ Lison គាត់បានថាយើងអាច add card មួយទៀតយើងគ្រាន់តែប៉ះទៅលើ card ហ្នឹងមកយើងអាច card មួយថ្មីមួយទៀតបានតែបើសិនជាយើងចង់ប្រើ reference card ហ្នឹងបានយើងគ្រាន់ copy ហើយយើងផាសវាវិញមកយើង control វាយើងបាន card ហ្នឹងមួយទៀតហើយយើងគ្រាន់តែមកកន្លែងនេះយើង refresh value អញ្ចឹងបងអូនសុំ refresh value មួយសារតែនេះអត់ទាន់មានរូបមន្ត create new measure ទេយើងអាច create new measure មួយទៀតទៅលើ total cell យើងអាចដាក់ total cell មកអាចលើកទៀតអញ្ចឹងយើងទៅសេ total cell ស្មើសាំ type មកទៅលើ cell យើងបិទចុះអញ្ចឹងយើងបានមួយហើយយើងគ្រាន់តែដាក់ data ហ្នឹងមកហើយបើសិនជានេះជាបច្ចុប្បន្នវាកំពុងទៅនៅ ហើយបើយើងចង់ចូលទៅវាមិញយើងប៉ះទៅលើ table ហ្នឹងហើយយើង change format វាជា currency តែបើសិនយើងអត់ចង់ format វា automatic ទេយើងមានមួយទៀតទៅលើ general ហើយទៅលើ format data type យើងយកវាជា currency នៅកន្លែងនេះបានអញ្ចឹងនៅពេលដែលយក currency ចាក់វាប្រាប់យើងថាយើងចង់យក currency បែបជាប្រភេទអីយកជា euro ឬក៏យកជា dollar currency បច្ចុប្បន្ន dollar របស់យើងអាចមើលតាមនោះបាននេះជា type data ដែលយើងយកហើយទៅលើ format យើងចង់យក2 3លើ decimal number របស់យើងហ្នឹងហើយបើសិនជាយើងចង់សូវាជា percentage យើងបើក percentage មកនេះ percentage យើងសូវាជា current អញ្ចឹងនៅកន្លែងនេះដែរបងក៏សូមចូលទៅកន្លែងកែមកយើងនេះបច្ចុប្បន្នយើងកំពុងតែបើក border ហើយកៀនកែនេះគេហៅថា border វាអញ្ចឹងកន្លែង border ហ្នឹងយើងគ្រាន់តែចូលមក general ហើយកន្លែង border ហ្នឹងបើសិនជាយើងបើកកាន់តែខ្លាំងវាកោងកាន់តែខ្លាំងអានេះបើសិនជាបងបើកកោងឲ្យខ្លាំងដូចបងសុំទៅកន្លែងវិញហើយទៅ effect ហើយទៅកន្លែង border ហើយបងដាក់កោងឲ្យខ្លាំងចេះវានឹងឃើញកោងឲ្យខ្លាំងនេះតែពេលខ្លះក៏វាអត់សូវស្អាតដែរអញ្ចឹងបងក៏សុំដាក់10វាកោងមួយចំនួនបន្តិចចេះហើយបើសិនជាកោងនឹងហើយកម្មវិធីយើងចង់បើកនៅ efficient ឬក៏ shadow របស់យើងឲ្យឃើញ color នេះយើងអាចដូរ color បានហើយកែងនេះក៏យើងអាចដូរ color ដែរអាចដូរជា color green ទៅនេះ background វាសូមទៅកែងយើងទៅ border យើងយកកែងវាជាពណ៌នេះអញ្ចឹងយើងឃើញពណ៌នេះប្លែកចុះបើសិនជាយើងចង់យកពណ៌វាកាន់តែខ្លាំងថែមទៀតយើងចូល efficient នឹងដែរយើងទៅ border ហើយយើងយកទំហំសុំវាហ្នឹងគឺប្រហែលបើសិន3កាន់តែដិតថែមទៀត3 pixel អញ្ចឹងកាន់តែដិតហើយបើសិនជាកាតមួយនេះយើងចង់ធ្វើវាដូចចឹងដែរបងគ្រាន់តែប៉ះកាតដូចនៅក្នុង Excel ឬក៏នៅក្នុង Word ដែរទេយើងមាន format painter យើងប៉ះទៅលើ VR យើងប៉ះលើ font គឺវាមានកាតហ្នឹងគឺវាមាន style ដូចគ្នាដែរហើយបើសិនជាយើងចង់បានកាតទាំងពីរទៀតយើង control C យើងផាសវាវិញយើងក៏បាន2កាតនឹងថែមទៀតដែរចឹងយើងបានកាត់ប៉ុណ្្នឹងហើយយើងអាចខ្ញុំសុំ add កាត់បន្ថែមមួយទៀតទៅហើយចាំយើង add slicer ថែមទៀតមានសួរលោកគ្រូបាទខ្ញុំឃើញលោកគ្រូ create new visual ហ្នឹងប៉ុន្តែនៅក្នុងពេលដែលយើងទាញ data ហ្នឹងមកវាមានអា sum profit cell អីហ្នឹងហើយពួកខ្ញុំសម្រាប់ខ្ញុំទាញវាយកហ្មងគ្រូទាញពី sum of cell sum of profit មកវាឃើញលេខចឹងដែរខ្ញុំអត់ទៅ create visual ផងគ្រូអាហ្នឹងបានអត់បានបងបានgood សំណួរ question បងអញ្ចឹងអូនក៏ចង់សូវវាដែរថាពីរហ្នឹងវាមានលក្ខណៈខុសគ្នាដូចនេះអញ្ចឹងបងអូនដកតម្លៃវាចេញវិញបងអូនដាក់មិញហ្នឹងជា cell អញ្ចឹងបងអូនសុំ click cell ចឹងវាឃើញ sum of cell ហើយចុះបើសិនយើងចង់ដូរ type វាបានយ៉ាងដូចនេះអញ្ចឹងយើងឃើញបើសិនយើងបើក dashboard sum of cell ហើយនឹង total cell បងគិតថាមួយណាលោកគ្រូជាងអញ្ចឹងណាបងខ្លាំងហ្នឹង
វាខុសគ្នាផងហ្នឹងឯងគាត់ថាកន្លែងកាតនេះបើយើងបើកមកវាចេញពីថា sum out cell ហើយទៀតយើងចេញ total cell ហើយបើសិនជាបងចង់ format វាចង់លុបវាចោល sum out cell បងចូលទៅកន្លែងកាតនេះហើយទៅលើ label បងបាត់ label បងបាត់វាហើយប៉ុន្តែបើសិនជាបងចង់បើក label បងអាច rename វាបានទេបងអាច rename គឺជា total cell បានទេបងឃើញតែពាក្យថា sum out cell ទៅក្នុង report របស់បងវាកំហុសរបស់វាគឺបែបហ្នឹងទេចំណុចផ្សេងគ្នាថងហ្នឹងបងតែហ្នឹងចាលោកគ្រូចាអរគុណបងលោកគ្រូបាទនេះជាអត្ថប្រយោជន៍នៃយើង create new user មួយដើម្បីបង្កើតនៅឈ្មោះ label របស់យើងឆែកមកឃើញ total cell ហើយបើយើងមកមើលកន្លែងនេះ sum of cell អញ្ចឹងគឺថានៅពេលដែលយើង show dashboard គឺថា total cell នេះគឺវាជាយើង create queue យើងមើលមកចាប់អារម្មណ៍ច្រើនជាងនេះអញ្ចឹងនេះជា sample ហើយបើសិនជាយើងចង់ដាក់នឹងដែរយើងអាចបិទ label វាចោលហើយយើង add text box មួយដាក់ឈ្មោះវានៅខាងក្រោមហ្នឹងបានអញ្ចឹងហ្នឹងស៊ីសង time ទៀតវា custom ច្រើនដង time ទៀតអញ្ចឹងបងនេះជាអី cost គ្នារវាង cell ធម្មតាហើយនិងយើង create new method គាត់ sum more cell នេះធម្មតាទេអញ្ចឹងយើងនឹងទៅកាតមួយទៀតទៅពេលយើងចូលឆោតតែចឹងបើសិនជាអត់តន់កន្លែងណាអីបងអាចសួរបងបានចឹងបងប្អូនសូម create new method មួយទៀតសម្រាប់យើងមាន set price យើងមានចង់រកតម្លៃដើមរបស់យើងមកយើង right click វាមួយមកយើងដាក់ total menu featuring របស់យើងទៅជាសធំអាចនឹងស្កាត់បានហើយដោយសារតែវាមានអារម្មណ៍ថាច្រើនច្រាប់ទៅទេយើងសាំហើយយើងយក menu featuring price យើងចុច enter តោះទៀតយើង refresh card ហ្នឹងដោយ menu featuring price គឺឃើញចុច redundancy យើងអាច format វាទៅជា currency ហើយយើងដាក់វាជា2ចំនួន2លេខមកអញ្ចឹងវាឲ្យយើង2លេខអញ្ចឹងយើងបាននេះគ្រាន់តែជា sample card មួយដែរទេតោះទៀតយើងចង់ដាក់ filter ឬក៏យើង analyze ទៅលើ line យើងទៅ line មួយអញ្ចឹងយើងចង់ដឹងថាតើខែឆ្នាំណាដែលយើងបានច្រើនជាងគេចឹងបងប្អូនសុំពី line មួយណាទៀតយើងយកទៅលើ sum cell កន្លែង cell របស់យើងជាមួយនឹង date យើងអាច date របស់យើងមាន2ឆ្នាំអញ្ចឹងយើងអាចមើលឆ្នាំណាមួយអញ្ចឹងមើលទៅលើជាខែហើយជាខែ January ដល់ February អញ្ចឹងហើយបើសិនយើងចង់ design កាត់ហ្នឹងឲ្យដូចគ្នាបងទៅ format ហើយ filter ហើយប៉ះវាអញ្ចឹងកាត់ហ្នឹងគឺវា style same បែបអញ្ចឹងដែរហើយទៅលើកន្លែង AX AY នេះគឺជា AX នេះជា AY បងអាច custom វាថែមបានម្ដងទៀតបានដែរបងអាចទៅ format ប៉ះលើកាត់ហ្នឹងហើយទៅ format មួយអញ្ចឹងយើង AX title របស់វាថែមនេះយើងចង់បើកឬក៏បិទយើងបិទហើយ sorry នេះជា AX ហើយជា AY យើងបានគេ title ឲ្យយើងចង់បិទចេះហើយនឹងបន្ថែមទៀតយើងអាចដូរ line ដូរអីថែមទៀតហើយ line ហ្នឹងយើងដាក់ mark maker ហ្នឹងជាប្រភេទបែបម៉េចទៅលើ data set របស់យើងមួយហ្នឹងឬក៏យើងបើកជាចុចថែមចេះទៀតហើយយើងមាន general ទៀតយើងបើក line យើងបើក line ទៅលើ data របស់យើងហ្នឹងគឺយើងបើក line ថែមតទៀតក៏វាមានថែមតទៀតដែរកន្លែងហ្នឹងយើងមានកន្លែងច្រើន filter របស់យើងចឹងទៅលើការ design dashboard នេះគ្រាន់តែជាការ sample dashboard មួយឆែកដែលយើងចង់បើក data value យើងទៅបើក data value មកយើងដាក់ shape area វាចេញបានចេះថែមតទៀតហើយនេះយើងបើក label data របស់យើងហើយយើងចង់ផ្លាស់ប្ដូរ background តាមអ្វីដែលយើងចង់បានយើងទៅ general សម្រាប់បើក efficient ហ្នឹងកន្លែង background នេះចង់ blur វាដែរ blur flat តិចមកតាមចេះក៏បានដែរហើយមួយទៀតបងសូមទាញឡើងទៅលើទៅសារតែបងចង់ទាញទៅលើ summary ទៅមួយជាការ design យើងមានការ create ផ្សេងគ្នាតែបើសិនជាយើងដឹងពី concept ដែលយើងធ្វើយើងអាចធ្វើតាមថ្ងៃក្រោយទៀតយើងចង់បែបមិនដែលជា all one reference ដែលយើងធ្វើមិនហ្នឹងគឺនៅក្នុង power នេះបាញ់ template នេះឲ្យស្អាតចឹងដែរបងប្អូនសូមទាញតម្លៃការចូលទៅយើងមាន product ហើយយើងចង់មើល total sale នៃ product មួយយើងដាក់
តា sale ចឹងយើងបានចំនួនប៉ុណ្ណឹងហើយតាមទៀតយើងចង់មើល discount គាត់មាន discount off លើ data ហ្នឹង discount high low ឯថែមទៀតអត់ data ឬក៏យើងចង់បើក data ថែមទៀតនេះ was the data ហើយផ្សេងយើងចង់បើកទៅលើ profit ដែរតែយើងមាន profit នេះហើយយើងមាន save time ទៀតបានដែរនេះគឺ summary table មួយហើយកន្លែង summary table យើងអាចចូលមកកន្លែងនេះបានហើយយើងចូលមក grade នេះយើងចង់បើកវាជា horizontal ឬក៏យើងបិទជា horizontal ហើយយើងអាចបើកបានបិទបានហើយកន្លែង optional នេះយើងមាន optional grade ចន្លោះ space យើងហ្នឹងមានបានថែមទៀតដែរបានហើយទៅលើនេះយើងចង់បែបជា minimum ឬក៏យើងចង់យក default ដល់ plate ខ្មៅចេះស៊ីសងលើយើងហើយនឹងកន្លែងកាតនេះបងសូមដាក់ជា product មួយចឹងទៅលើចំណុចទាំងអស់ហ្នឹងបងតន់ទេបងហ្នឹងបងអាចមានចំណុចកន្លែងណាទេបងពី dashboard លោកគ្រូសុំទាញឡានឆាតម្ដងទៀតលោកគ្រូសុំទាញឡានឆាតចាបាទចឹងយើងទាញឡានឆាតនេះកន្លែងនេះមួយមកពីអូន sample នេះយើងទាញឡានឆាតមួយហើយបន្តទៀតយើងបើកទៅលើឡានឆាតហ្នឹងមានយើងចង់យក cell បន្តទៀតយើងយក date របស់យើងយកទៅជាខែឯងចឹងឃើញចេះបែបចឹងហើយបើសិនជាយើងចង់បើក cell របស់យើងហ្នឹងហើយបន្តទៀតយើងចង់បើក label របស់វាយើងចូលមកកន្លែង format នេះយើងបើក data label នេះហើយនេះយើង line របស់យើងថែមទៀតដែរយើងបើកទៅ label យើងឃើញ data label របស់យើងហើយកន្លែង mock នេះ marker នេះយើងមានន័យថាយើងចង់ marker ទៅលើ data មួយណាឬក៏យើងបើករបស់នេះចុចទៅលើខែមួយនេះគ្រាន់តែជា concept នៃការ design ថែមទៀតទេដោយសារតែបើសិនជាយើងចង់ design កាន់តែ creative ថែមទៀតដូចនៅក្នុង app មិញក្នុង website មិញបងបានសូម detail ដែរហើយ title នេះយើងអាច rename វាបានយើងចូលមកកតាយើងយកមក title យើងឲ្យវាមកកតាមកហើយយើងក៏ rename វាយើងដាក់ទឹក set បានហើយអញ្ចឹង set by month ហើយឥឡូវនៅក្នុង plot report ហ្នឹងtemplate ហ្នឹងយើងអាចកន្លែងនេះហើយវា slide ទាំងអស់ហ្នឹងយើងអាចមានអញ្ចឹងចំណុចមួយណាដែលបងគិតថាតើឬក៏មានចំណុចបងអាចសួរអូនបានលោកគ្រូ line date របស់ខ្ញុំហ្នឹងខ្ញុំអត់មានប្រាប់បកអញ្ចឹងផងខ្ញុំមានតែមួយឡានអញ្ចឹងមិនខ្ញុំទាញមកអត់ត្រូវទៅលើកន្លែង date មែនបងមានតែមួយឡានមែនបងចាខ្ញុំអត់មានកន្លែង select យកម៉ាន់យកយាផងគ្រូបងខ្ញុំទៅថែមវាបងឃើញមួយឡានបែបចេះមែនបងចាចុះបងចុច drop down វាកើតអត់ឬក៏អត់មានទេ drop down ហ្នឹងអត់មានអញ្ចឹងផងគ្រូអូខេឥឡូវទី1បងក៏សុំទៅ transform តិចដើម្បីឲ្យបងមើលថា data បងប្អូនទៅមិនបានមាន G ហើយមានបានខែអីទៅវិញដែរអញ្ចឹងទី1បងប្អូនមាន date បងប្អូនមានខែ3ខែ1ខែអីចឹងទៅណាបងកន្លែងហ្នឹង date យើង format គឺបានអញ្ចឹងហើយតាមទៀតបងអត់ sell ទេដោយសារបងប្អូននេះហើយបងមើលកន្លែង date នេះហើយតាមទៀតបងមក view នៅ table របស់យើងតែ date របស់យើងហ្នឹងប្រកាសជាចេញមកអញ្ចឹងអត់អញ្ចឹងដល់ពេលយើងយកមក transform វាមានថ្ងៃខែឆ្នាំអីចឹងចឹងទៅលើ date ទៅពេលបងចុចមក view មកវាមានឃើញចេះអត់បងឬក៏វាអត់ឃើញអីហ្មងឬក៏ឃើញតែឆ្នាំអីទេបងបង share screen មកលឿនជាងបងបាទលើឲ្យបងសុំឲ្យបង share screen អត់អីលោកគ្រូមិញខ្ញុំទាញមកវាត្រឡប់មកវិញហើយខ្ញុំ refresh វាម្ដងទៀតអូខេបញ្ហាហ្នឹងមកពី data យើងអត់បាន format វាបងក្នុង query ហ្នឹងយើងអត់បាន check data type ចឹងបើសិនជាបងហើយបងប្អូនក៏សុំទៅដាក់ donut chart មួយបងចង់ដឹងថា product ណាដែលលក់បានច្រើនជាងគេខ្ញុំទាញ donut chart មួយចឹងបងចង់ដឹងថាតើការលក់ product មួយណាដែលលក់បានច្រើនជាងគេយើងអាចចុច share បានទៅ start share បាន share មួយហ្នឹងចឹងនៅក្នុង share នោះវាមានច្រើន
ចឹងយើងអាច filter ក៏បានយើងអាច filter ទៅលើ product នេះមួយចំនួននេះក៏បានក៏យើង keep វាសិនប៉ុន្តែដោយសារតែ based on ទៅលើ data របស់យើងហ្នឹងគឺវាច្រើនទៅលើ product របស់យើងអាច fill មួយចំនួនឬក៏យើងយក column bar chart វិញដើម្បីចំនួនឲ្យនៅក្នុង data set របស់យើងអាចចេញជា column state bar chart ប៉ុន្តែវាជួយបើកន្លែងហ្នឹងទៅលើ donut chart បើសិនជា data type របស់វាហ្នឹងឬក៏ category មានថា4ទៅ5 6យើងអាចប្រើវាបានតែបើច្រើនចឹងបងអាចឃើញយើងនឹងពិបាកមើលវាចឹងយើងចូលទៅកន្លែងនេះមក change វាទៅដល់បានច្បាស់ចឹងយើងអាច format background នឹងថែមបានដូចគ្នាដែរបាទយើងចេញចំនួនអំហើយអញ្ចឹងតម្លៃ value នេះយើងអាច format វាថែមបានទៀតចេញជាយើងអត់ចង់ចេញជាតម្លៃអំហ្នឹងទេយើងចង់ចូលសូវាត្រឹមតែជាតម្លៃដូចជា k យើងចង់សូជា k បានដែរតែនៅសារតែតម្លៃរបស់យើងវាច្រើនសូមសូមជា m ក៏បានដែរជាមួយបែបហ្នឹងក៏បានវាសូមជា k នេះគឺជាគ្រាន់តែការដែលយើង design sample នៃ dashboard មួយសម្រាប់យើងក្រោយទៀតហើយបងប្អូនក៏សូមប្រាប់បងដែរជើងកន្លែងយើង design ជាថ្មីម្ដងទៀតយើងមកកន្លែងនេះយើងឆែកមើល data យើងយកមកពីណាហើយកន្លែង visualize នេះ visualize យើងនឹងទៅឆែកមើលនៅតម្លៃ value កាតរបស់យើងទាំងពាក្យពេចន៍ខាងលើទាំងអស់ហ្នឹងគឺមកកន្លែង value ហើយមក gender គឺជាកន្លែងដែលយើង design ទៅលើ data របស់យើងទៅលើកៅថាយើងតុបតែងវាមាន background មានដំបូងមានអីខាងទៀតចឹងណាចឹងបងក៏សូមទៅ filter មួយសិនបើសិននៅកន្លែងនេះយើងចង់យក top 10ក៏បានដែរតែមួយសម្រាប់ slicer ចឹង slicer យើងចង់មើលជាខែឆ្នាំចឹងបងសូមយកជាឆ្នាំមួយណាចឹងយើងឆ្នាំយើងដូរវាទៅជា setting របស់វាទៅជា drop down មកវិញយកពីឆ្នាំចេះតែបើយើងចង់យកវាជា button យើងដាក់ vertical ទៅយើងអាចដាក់ vertical បានប៉ះទៅយើងមើល data set របស់យើងហើយបន្តទៀតយើងអាចដាក់ duplicate time ទៀតបានពីខាងមកហើយយើងយកជាបាន set វាជាបានវិញយើងដូរជាបានចឹងបានយើងចង់សូជា vertical ដែរវាច្រើនចេះក៏បានអានេះសិស្សលើការដែលយើងហើយ space នេះដូចបងនិសងលោកគ្រូនិសងបានព្រៀនចឹងគឺយើងអាចកម្រិត space pixel របស់យើង grace ហ្នឹងឲ្យវាកាន់តែតូចទៀតថែមទៀតក៏បានដែរចឹងបន្តទៀតយើងដូចជាយើងទៅលើ man នេះយើងអាចដាក់ជា vertical ក៏បានយើងអាចដាក់ជាdrop down ក៏បានដែរប៉ុន្តែដោយសារតែយើងជា man ប៉ុណ្ណេះដែលខ្ញុំឆ្លើយដែរនៅក្នុង dashboard របស់យើងនេះបងសូមដាក់ជា vertical នឹងសិនទៅហើយបន្តមកទៀតយើងសូម add slicer មួយទៀតទៅលើ product ចឹងយើងចង់ដឹងថា product មួយណាលោកបានប៉ុណ្ណាតម្លៃប៉ុណ្ណាយើង add slicer ទៅណាហើយបងសូម add ទៅលើ product ចឹង product របស់យើងអត់អាចយក vertical បានទេយើងយកជា drop down វិញចឹងយើងពេលយើងចុច drop down យើងតែភាសាទៅជួយចឹងហើយបើសិនជា year នេះយើងអាចដាក់ format បានថែមទៀតជាប៉ុណ្ណានេះ sample dashboard មួយសម្រាប់ម៉ោងនេះថ្ងៃនេះយើងអាចបើកខាងក្រោយនេះយើងអាចបើក shadow បានយើងអាច printer ឲ្យ format តាមនេះបានដែរថាយើងត្រូវទី span ទីភាសាទៅធំចេះលោកគ្រូសំសួរមួយទៀតបាទបងសួរបាទដោយសារតែពេលដែលពួកខ្ញុំធ្វើ presentation ម្ដងពួកខ្ញុំអត់ show តែក្នុងឆ្នាំទេពួកខ្ញុំមាន4 column ទី1ឆ្នាំចាស់ឆ្នាំបច្ចុប្បន្នbudget ជាមួយនឹង planning អញ្ចឹងវាមាន4 compare គ្នាអញ្ចឹងអាហ្នឹងខ្ញុំបន្តទៀតឬក៏យើងត្រូវ design មកលោកគ្រូជំរឿបងទៅលើឆ្នាំចាស់ឆ្នាំថ្មីហើយបែប budget អីទៀតជំរឿនៅក្នុង year នេះបើសិនជាបងចង់ដាក់វាជា2ត្រួតអញ្ចឹងបងនៅក្នុង filter មួយយើងអាចដាក់2ត្រួតបានថែមទៀតអញ្ចឹងដាក់ជាអញ្ចឹងនៅក្នុង year ហ្នឹង year ឆ្នាំចាស់ឆ្នាំថ្មីយើងមាននៅក្នុងថែមទៀតណាអញ្ចឹងណាបងហើយបើសិនជាបងថាមាន4 column នៅក្នុងហ្នឹងមាន budget ទៀតបងអាចដាក់ filter មួយទៀតដាក់ឈ្មោះ budget នៅកន្លែងហ្នឹងមក
ចឹងយើងមាន4 filter ចឹងមានន័យថាបើសិនជាបងចង់ filter ទៅលើតម្លៃអីផ្សេងថែមទៀតបងចុចទៅលើ filter ហ្នឹងទៅហើយបើសិនជាឆ្នាំនេះបងចង់មើលឆ្នាំហ្នឹងហើយបងចង់មើលជាខែក្នុងហ្នឹងទៀតជាថ្ងៃក្នុងហ្នឹងទៀតបង add វាថ្ងៃថែមទៀតណាតាមលើកាតនេះណាបងសុំជាដាក់ quarter ជាឆងវាថែមទៀតទៅហើយនៅក្នុងឆងវានីមួយមានខែអញ្ចឹងឆងវាទី1មាន2មាន3អញ្ចឹងទៅគេវាដេញតគ្នាថែមទៀតអញ្ចឹងណាបងកន្លែង filter ណាចឹងមានន័យថា filter ហ្នឹងបើសិនជាបងចង់ filter ទៅលើតម្លៃឆ្នាំចាស់ឆ្នាំថ្មី budget អីហ្នឹងបងអាច add អា slicer ហ្នឹងទៅយើងអាចធ្វើ filter ទៅលើដាក់មួយហ្នឹងឯណាបងហ្នឹងជាចំណុចបងទៅវិញដែរបងតន់ទេបងកន្លែងហ្នឹងដែរតន់លោកគ្រូប៉ុន្តែពេលដែលខ្ញុំចង់ប្រៀបធៀបតាក់ទងមួយ percentage grow អី1 2 3អញ្ចឹងមាន percentage grow មាន value មានអីតាក់ទងមួយថាឥឡូវ Q1 2024 Q1 2025ហើយនឹង budget 2025តែ3កលឹមហ្នឹងឯងអញ្ចឹងបើសិនជាថាពួកខ្ញុំយក3កលឹមហ្នឹងទៅ compare គ្នាតើរវាង budget ជាមួយនឹងអា actual ដែលខ្ញុំធ្វើបាននៅក្នុង Q1 ជាមួយនឹងឆ្នាំចាស់តើ percentage grow របស់វានឹងប្រែប្រួលបែបម៉េចជា percentage ជាតម្លៃជា profit ជាអីដោយអាក្នុងកលឹមរបស់យើងអញ្ចឹងលោកគ្រូអូខេអញ្ចឹងមានន័យថាទី1គឺទៅលើកន្លែង profit ទៅលើឆ្នាំចាស់ឆ្នាំថ្មីបងចង់ដឹងថាវា grow ប្រហែល%ទៅពីឆ្នាំចាស់មកឆ្នាំថ្មីមែនត្រូវអត់បងចាចាពួកអីពេលដែល presentation ម្ដងគឺបង្ហាញម្ដង3កលឹមតាក់ទងជាមួយនឹងផ្នែកមួយហ្នឹងឲ្យវាចូលមកពេលដែល management គាត់មើលគឺវាមាន3ហ្នឹងកាំងពី percentage កាំងពីបំរែបំរួលហើយបានយើង remark ថាវាមកពីអីបាទទី1យើងអាច filter automatic ហ្នឹងហ្មងក៏បានហើយទៅលើ percentage ប្រហែលភាគរយគឺយើងអាច create new measure មួយយើងដាក់ថាចែកជាមួយនឹងតម្លៃរបស់យើងយក cost profit របស់យើងហ្នឹង percentage ហ្នឹងប្រហែលភាគរយដែរហើយយ៉ាងទៀតដូចជាតម្លៃ total នេះឥឡូវនេះយើងអត់មាន filter នៅកន្លែងនេះទេណាបងអញ្ចឹង automatic គឺ total sale profit ទៅហ្នឹងប៉ុន្តែបើសិនជាយើងចង់ filter ទៅលើឆ្នាំចាស់ឆ្នាំថ្មីឬអីមួយហ្នឹងយើងអាច add automatic នៅកន្លែងនេះមួយហ្មងបានអញ្ចឹងបងប្អូនសូម add ជានៅ filter នេះ page បងដាក់ជា basic អញ្ចឹងបងយកទៅឆ្នាំ2013អញ្ចឹង data set ហ្នឹងគឺវា automatic គឺឆ្នាំ2013ហើយបើសិនជាសំណួរមួយទៀតបងចង់សូវវាជា percentage យើងអាច right click ហើយ new measure សម្រាប់ cost percentage នេះឆ្លើយបងប្អូនទៅវិញដែរបងចាលោកគ្រូចាអរគុណហើយបងផ្សេងទៀតមានសំណួរទេហើយយើងនេះជាលំហាត់បន្ទាប់ទៀតដែរសប្តាហ៍បន្ទាប់យើងមានលំហាត់ដែរមានលំហាត់នេះចឹងលំហាត់នេះក៏មាន guideline មួយចំនួនក្នុងនឹងដែរបងអាចអានទៅកន្លែងយើងកាន់តែ advance ទៅលើ data transformation នឹងដែរហើយជាងដល់កន្លែងនេះយើងចាប់តាមប្រើ appending ជាមានន័យថាយើងចាប់តាមប្រើ data ចាប់ពី file ទៅហើយយើងអាចមើលគ្នាបាន appending មានន័យថាដាក់ data បញ្ចូលគ្នាថែមតង់ទៀតបានបងតាមទៅកន្លែងនេះ appending យើងអាចនេះ table ទី1 table ទី2នេះ table ទី3បើយើង sorry នេះ table ទី1 table ទី2អញ្ចឹងពីរហ្នឹងយើងដាក់ចូលគ្នាហ្នឹងហៅថា appending អញ្ចឹងទី1ទី2ពេលនេះមាន4 5អញ្ចឹងដាក់ចូលតគ្នាថែមទៀតអញ្ចឹងហ្នឹងគេហៅថា appending ចឹងនេះ review លំហាត់ next section ទៀតយើងនឹងធ្វើលំហាត់នឹងថែមទៀតតែតែយើង practice ឲ្យបានច្រើនអនុវត្តបានច្រើនអញ្ចឹងលំហាត់របស់យើងការអនុវត្តទៅលើ cost power BI របស់យើងក៏មានភាពងាយស្រួលថែមទៀតដែរហើយវាជា feature ខាងនេះហើយនឹងទៅកន្លែង transform edit query វាជាបងបានបញ្ចូលនឹង report បានដែរអញ្ចឹងសង្ឃឹមថាបងបានយកនៅកន្លែងនឹងអស់គ្នាដែរបើសិនជាអត់មានទេឬក៏ទៅបងអាចឆ្ងល់ថែមទៀតពេលបងទៅអនុវត្តអីទេ contact ដែលមានបងប្អូនប្រាប់មិញហ្នឹងបងអាច contact បងប្អូនសម្រាប់សួរព័ត៌មានបន្ថែមទៀតឬក៏ direct ទៅកាន់លោកគ្រូលីសងក៏បានដែរទៅលើសំណួរដែលបងឆ្ងល់